បារម្ភទៀតហើយសម្រាប់បងប្អូនដែលកំពុងតែមើលថែអ្នកជំងឺនៅក្នុងផ្ទះហើយមានការលំបាកសម្រាប់ប្រភេទក្រែ model ថ្មីឆ្នាំ2026នេះគឺជាប្រភេទក្រែដែលមានមកភ្ជាប់មកជាមួយនឹងរទេះរុញប្រភេទក្រែនេះផងដែរងាយស្រួលក្នុងការប្រើប្រាស់វាភ្ជាប់មកជាមួយនឹងដបព្យួរសរោមួយហើយអីដែលសំខាន់មួយទៀតគឺជាប្រភេទក្រែរវៃដៃមួយលើកផ្នែកក្បាលបានចាអញ្ចឹងខ្ញុំនឹងបង្ហាញប្រភេទក្រែហ្នឹងគឺលើកផ្នែកខាងខ្នងរបស់អ្នកជំងឺបានប្រភេទនេះគឺយើងអាចធ្វើការលើកផ្នែកខ្នងអ្នកជំងឺឲ្យគាត់អាចអង្គុយឬក៏ញ៉ាំបាយញ៉ាំម្ហូបអីនៅលើនឹងបានផ្ទាល់តែម្ដងចាចាអញ្ចឹងសម្រាប់ក្រែនេះផងដែរគឺលើកបានរហូតដល់ត្រឹមខ្នងអ្នកជំងឺអញ្ចឹងគាត់អាចធ្វើការលើកប្រឈរអញ្ចឹងក៏បានឬក៏គាត់ចង់ផ្ដេកប្រមាណដឺក្រេតាមតែគាត់ចង់ប្រើប្រាស់អញ្ចឹងណាចាអញ្ចឹងប្រភេទនេះគឺយើងមកជាមួយនឹងប្រភេទរទេះរុញសម្រាប់ប្រភេទរទេះរុញគឺនៅផ្នែកកណ្ដាលចេះសម្រាប់ប្រភេទនេះផងដែរគឺយើងមានប្រភេទរទេះរុញមានកថាដូចគ្នាហើយសម្រាប់ប្រកាន់ដៃគឺយើងអាចធ្វើការដោះបានអញ្ចឹងយើងគ្រាន់ធ្វើការដោះប្រកាន់ដៃចេញចាហើយសម្រាប់តួរទេះរុញគឺនៅផ្នែកខាងក្នុងយើងគ្រាន់តែធ្វើការអូសវាចេញមកនេះចាអញ្ចឹងសម្រាប់ប្រភេទរទេះរុញគឺជាប្រភេទរទេះរុញដែលមាំងាយស្រួលក្នុងការប្រើប្រាស់មានពូកនៅផ្នែកខាងលើឬក៏យើងអាចធ្វើការដោះពូកនឹងចេញចាប្រភេទនេះគឺយើងមានកថានៅផ្នែកខាងក្រោមអញ្ចឹងបងប្អូនគាត់អាចធ្វើការមើលបានគឺយើងមានកន្លែងបត់ជើងចាគឺយើងធ្វើការដកកថាបានសម្រាប់ទំហំកថាគឺធំងាយស្រួលក្នុងការប្រើប្រាស់ហើយលាងសម្អាតអញ្ចឹងសម្រាប់ប្រភេទរទេះរុញនេះផងដែរគឺយើងអាចធ្វើការតឡើងចង់និយាយថាពេលយើងតឡើងយើងគ្រាន់តែធ្វើការរវៃវាមកអញ្ចឹងយើងគ្រាន់តែធ្វើការរវៃវាមកគឺវាឡើងចុះតាមអីដែលយើងចង់ឲ្យអ្នកជំងឺគាត់បានប្រើប្រាស់ណាចាអញ្ចឹងគឺយើងធ្វើការរវៃតឡើងតម្លាក់ចុះមកប្រភេទនេះផងដែរក៏មកជាមួយនឹងខ្សែក្រវ៉ាត់សម្រាប់ពាក់អ្នកជំងឺនេះនៅផ្នែកកណ្ដាលយើងអាចធ្វើការទប់កុំឲ្យគាត់ធ្លាក់ចាហើយហត់មកមានខ្សែហត់ហើយផ្នែកខាងក្រោយគឺមានជាប្រភេទកាបូបនេះចាសម្រាប់កាបូបដៃវ៉ាន់គឺនៅផ្នែកខាងក្រោយនេះហើយសម្រាប់ប្រភេទរទេះរុញផងដែរគឺយើងមានប្រាំងដូចគ្នាសម្រាប់ប្រាំងគឺយើងអាចធ្វើការឡុកបានទាំងសងខាងអញ្ចឹងសម្រាប់អ៊ំពូមីងបងប្អូនដែលគាត់ចង់បានជាប្រភេទក្រែដែលភ្ជាប់មកជាមួយរទេះរុញគឺគាត់ធ្វើការជាវប្រភេទម៉ូដនេះបានអញ្ចឹងសម្រាប់ការដាក់ចូលវិញគឺមានភាពងាយស្រួលយើងគ្រាន់តែធ្វើការរុញវាចូលឲ្យស្មើវិញមកសម្រាប់ក្រែរបស់យើងនេះដែរគឺយើងមានការ free ជូនការដឹក24ខេត្តក្រុងថែមទាំងមានធានា1ឆ្នាំសម្រាប់បងណាចាប់អារម្មណ៍អាចឆាតចូល page នេះបានអរគុណ